90% នៃអ្នក trade គឺមើលម្លងជាមួយនឹង gap មួយនេះហើយ gap មួយនេះនឹងផ្លាស់ប្ដូររបៀបអ្នកគ្នា trade ជារៀងរហូតព្រោះសារវានឹងជាជំនួយជួយដល់អ្នកគ្នាឲ្យរកជាមួយនឹង order block ឲ្យបានត្រឹមត្រូវទៅជាមួយនឹង direction របស់ទីផ្សារទៅជាមួយនឹង flow ហើយដល់ពេលដែលយើងចូលទៅគឺបានជាមួយនឹង win rate ខ្ពស់ជាពិសេសគឺអ្នកដែលគាត់ចូលចិត្ត trade នៅក្នុងម៉ោងអាស៊ីជាមួយនឹងម៉ោង London ហើយបូករួមជាមួយនឹងម៉ោង New York ផងដែរគ្រាន់តែម៉ោង New York គឺវាភាគតិចប៉ុន្តែជាទៅវាច្រើនគឺគេមើលទៅក្នុងម៉ោងអាស៊ីជាមួយនឹងម៉ោង London ហើយសម្រាប់អ្នកដែលគាត់ចង់រកទៅជាមួយនឹង direction for the whole week គឺមើលវីដេអូនេះគឺដឹងតែអែមហើយ Order filled. Muốnចាប់ផ្ដើមវីដេអូអ្នកកុំភ្លេចការចុច like subscribe follow ទៅជាមួយនឹង Facebook page របស់ខ្ញុំផងដើម្បីទូបានជាមួយនឹង content បែបហ្នឹងបន្ថែមទៀតគ្នាកុំភ្លេចការចូលរួមជាមួយនឹង group Telegram ជាមួយនឹង channel Telegram របស់ខ្ញុំផងដើម្បីទូបានជាមួយនឹងតជាមួយនឹងការ update ផ្សេងៗទៅជាមួយនឹងការ update ព័ត៌មានតា idea ឬក៏ទៅជាមួយនឹង motivation ផ្សេងៗគឺខ្ញុំធ្វើការ drop នៅក្នុងហ្នឹងហើយភាសាក្នុងការថាខ្ញុំចង់បង្កើតជាមួយនឹង account trade ចាប់ពីដើមឡើងទៅគ្នាអាចធ្វើការចុច link នៅក្នុង description បានអញ្ចឹងមេយើងថ្ងៃនេះគឺតទៅជាមួយនឹង opening gap ដែល opening gap គឺវាមានជាមួយនឹងពីរប្រភេទគឺទី1គឺតទៅជាមួយនឹង new day opening gap ហើយមួយទៀតគឺ new week opening gap ថាតើពីរហ្នឹងវាខុសគ្នាមិនតទៅជាមួយ new week ហើយ new day opening gap គឺវាខុសគ្នាត្រង់ថាតទៅជាមួយនឹង new day opening gap គឺវាបង្កើតជាមួយនឹងចន្លោះឬក៏តទៅជាមួយនឹង gap នៅចន្លោះរវាងម៉ោង4ហើយនិងម៉ោង5រៀងរាល់ថ្ងៃតទៅជាមួយ new week opening gap គឺវាផ្ដាច់ជាមួយនឹង gap នៅចន្លោះរវាងម៉ោង4ថ្ងៃសៅរ៍ជាមួយនឹងម៉ោង5ថ្ងៃច័ន្ទគឺពេលព្រឹកដូចគ្នាគឺលក្ខណៈថាវាបិទផ្សារម៉ោង4នៅថ្ងៃសៅរ៍ពេលព្រឹកព្រលឹមបន្ទាប់មកគឺវា open ឬក៏វាបើកជាមួយនឹងទីផ្សារវិញនៅម៉ោង5ថ្ងៃច័ន្ទរៀងរាល់សប្តាហ៍អញ្ចឹងមានថារៀងរាល់សប្តាហ៍ចន្លោះរវាងម៉ោង4ហើយនិងម៉ោង5គឺជា gap ហើយនិយាយទៅមកនេះគឺជាយុទ្ធសាស្ត្រមួយដែលខ្លាំងមែនតើបើសិនគ្នាយើងមើលវីដេអូដល់ចប់គ្នាយើងអាចទទួលបានជាមួយនឹងចំណេះដឹងថ្មីជាមួយនឹង tip ថ្មីចុះឥឡូវនេះយើងមកស្វែងយល់តជាមួយនឹង new day opening gap តមក new day opening gap គឺយើងមើលទៅលើ candle នេះគឺជា candle time frame 1ម៉ោងហើយនៅក្នុងម៉ោង 3:50 នាទីឬក៏ម៉ោង4 AM ចឹងនៅពេលដែលយើងមើលក្នុងចន្លោះម៉ោងហ្នឹងវាបិទជាមួយនឹង candle វាតំណឹងបន្ទាប់មកគឺវានឹងបើកវិញនៅ1ម៉ោងក្រោយដែលនៅម៉ោង5ព្រឹកចឹងនៅពេលដែលបើសិនក្នុងកាយថាម៉ោង5ព្រឹកវា open មកតម្លៃទីផ្សារគឺវាអត់ open មកនៅតម្លៃនេះជាទៅវាច្រើន candle ណាតែវាបិទនៅកន្លែងនេះវាបើកវិញគឺនៅក្បែរគ្នាទៅអត់ចឹងទៅមួយ gap នេះគឺនៅពេលទីផ្សារបិទជួនកាលពេលខ្លះគឺវាបិទនៅនឹងហើយពេលវា open វិញគឺវាដាច់ gap ឡើងទៅលើវាបង្ហាញជាមួយនឹងចន្លោះវាបានដូចលក្ខណៈ dispien ដាច់ចឹងអានេះគឺជាលក្ខណៈថាជា point មួយឬក៏ជាកន្លែងមួយដែលវាធ្វើឲ្យ trader វាច្រើនអាចឆ្លៀតឱកាសរកជាមួយនឹង profit ជាមួយនឹងវាបានដោយយើងគ្រាន់តែចាប់ឬក៏ mark វាស្រួលវានឹងដូច FVG ដែរយើង mark វាមកហើយយើងយកវាធ្វើជា order block យីមែនណាអានេះគឺយើងអាចយកវាធ្វើជា order block ឬក៏យើងអាចយកវាមកធ្វើជា direction របស់ទីផ្សារយើងបានជួនកាលពេលខ្លះទីផ្សារវាដាច់ gap ឡើងទៅលើក៏វាអាចបង្ហាញទៅជាមួយ direction ទីផ្សារ push up ឡើងទៅលើដែរអញ្ចឹងយើងរកកន្លែង buy ក៏ប៉ុន្តែបើសិនក្នុងករណីថាទីផ្សារដាច់មកក្រោមដាច់ gap មកក្រោមគឺយើងអាចធ្វើការរកកន្លែង sell ក៏ប៉ុន្តែគឺយើងត្រូវការមើលទៅលើចំណុចមួយចំនួនដូចគ្នាតែចំណុចផ្សេងៗគឺយើងអាចមើលទៅលើ market structure ឬក៏ទៅជាមួយ liquidity ឬក៏ order block ផ្សេងៗឬក៏យើងមើលទៅលើ PD array ផងដែរប៉ុន្តែយុទ្ធសាស្ត្រនេះគឺយើងអាចប្រើវាទៅតែឯងបានទេចឹងទៅជាមួយនេះគឺយើងគ្រាន់តែចាប់ gap ឬក៏យើង identify gap ហ្នឹងមកហើយយើង off វាមកចឹងបើថាសិននៅក្នុងករណីថាទីផ្សារវាឡើងទៅលើហើយវាចុះវិញពេលដែលវាប៉ះកន្លែងហ្នឹងវាចោលជា weak rejection ឬក៏ផ្សារវា react កន្លែងហ្នឹងឲ្យ push up ឡើងទៅលើវិញណាគឺយើងអាចធ្វើការរកកន្លែង buy នៅ order block ហ្នឹងបានអូខេចឹងឥឡូវនេះគឺយើងមើលទៅជាមួយនឹង new week opening gap ម្ដងទៅជាមួយ new week opening gap ហ្នឹងគឺវាបានបង្ហាញនៅក្នុងចន្លោះរវាងម៉ោង4ថ្ងៃសៅរ៍ពេលព្រឹកបន្ទាប់មកពេលបោកផ្សារវិញម៉ោង5ថ្ងៃច័ន្ទពេលព្រឹកអញ្ចឹងគឺវារក្សាចន្លោះហ្នឹងអានេះគឺជាចន្លោះនៅក្នុងម៉ោង4 AM ពេលព្រឹកថ្ងៃសៅរ៍ហើយនេះគឺជា gap នៅពេលវាបានបើកផ្សារនៅថ្ងៃច័ន្ទម៉ោង5ហើយ gap នេះជួនកាលខ្លះវាបិទនៅកន្លែងនេះវាបើកវិញបើកនៅក្រោមអញ្ចឹងគឺធ្វើឲ្យ gap ចុះទៅក្រោមប៉ុន្តែទៅជាមួយនឹងកន្លែងនេះវាបិទនៅកន្លែងនេះប៉ុន្តែវាបើកនៅលើនេះអញ្ចឹងវាធ្វើឲ្យទីផ្សារវាបង្ហាញជាមួយនឹង gap នេះវាចន្លោះជាមួយនឹង gap នេះអញ្ចឹងយើងអាចធ្វើការចាប់យកកន្លែងហ្នឹងធ្វើជាតំបន់ order block ឬក៏ចាប់យកកន្លែងហ្នឹងធ្វើជាកន្លែងដែលយើងអាចធ្វើការចូលផ្សារបានចឹងយើងធ្វើការ off វាមកស្ដាំមកចឹងនៅពេលទីផ្សារហ្នឹងវា push up ឡើងទៅលើយើងដឹង direction វាទៅលើហើយវាចុះមកយកកន្លែងហ្នឹងជា weak rejection យើងអាចធ្វើការរកកន្លែងដើម្បីធ្វើការ buy បានដែលមានជាមួយនឹង confirm ដូចជា market structure liquidity ទៅជាមួយនឹង PD array ឬក៏ OTE ផ្សេងៗគឺយើងអាចយកវាមកធ្វើការប្រើប្រាស់បាននៅក្នុងហ្នឹងគឺយើងអាចប្រើវាតែឯងបានទេគឺទៅស្អីដល់នៅក្នុង ICT concept គឺត្រូវការប្រើវាចូលគ្នាហើយគ្នាតែគាត់តាមវីដេអូខ្ញុំពីដើមមកគឺដឹងតែធៀមចាំមើលវីដេអូ liquidity ហើយទៅតជាមួយនឹង entry model ផ្សេងៗផងដែរគឺខ្ញុំធ្វើការធៀម upload ជូនគ្នាយើងអស់ហើយចឹងឥឡូវនេះគឺយើងដឹងតជាមួយរបៀបនៃការមើលទៅលើ gap ទាំងអស់ហ្នឹងហើយកុំឲ្យគ្នាយើងរងចាំយូរយើងមកធ្វើការ walk through ជាមួយទីផ្សារទាំងអស់គ្នាចឹងទូទៅពីច្រើន gap គឺខ្ញុំលើកទឹកចិត្តឲ្យគ្នាយើងមើលទៅលើ new week opening gap ជាជាងការដែលយើងមើលទៅលើ new day opening gap ព្រោះដោយសារ new week opening gap គឺយើងអាចមើលទៅលើ direction ទីផ្សារ for the whole week បែរថាយើងអាចមើល direction ទីផ្សារបានរយៈពេលមួយអាទិត្យពេញហ្មងចឹងឧទាហរណ៍ថាបើសិនវាបង្ហាញមកទីផ្សារហ្នឹងវា
ជា new week opening gap ដោយសារអីដោយសារតែទីផ្សារហ្នឹងគឺវាបិទនៅចាំថ្ងៃអីអ្នកគ្នាមើលនៅខាងក្រោមទៅគឺជាថ្ងៃសៅរ៍ថ្ងៃទី13ហើយនៅម៉ោង3ណាម៉ោង3ទូទៅមិនមែនម៉ោង3ទេគឺម៉ោង3:55ម៉ោង4ហើយចូលម៉ោង4ហើយអញ្ចឹងបន្ទាប់មកពេលបើកវិញគឺបើកនៅថ្ងៃណាគឺបើកវិញនៅថ្ងៃច័ន្ទថ្ងៃទី15ម៉ោង5ព្រឹកចឹងគឺវាផ្សាល់ជាមួយនឹង gap រយៈពេល1ម៉ោងឃើញអត់ដល់ពេលដែលផ្សាល់ gap គឺវាផ្សាល់ជាមួយនឹងចន្លោះប៉ុណ្ណឹងហើយដល់បានជាមួយនឹង gap ហ្នឹងអ្នកគ្នាត្រូវប្រើជាមួយនឹង provider នេះអ្នកគ្នាទៅ search AU USD មកត្រូវប្រើជាមួយនឹង Pepperstone បើសិនជាប្រើ provider ផ្សេងគឺវាអាចនឹង gap ផ្សេងអញ្ចឹងណាតែខ្ញុំ recommend អ្នកគ្នាប្រើជាមួយនឹង Pepperstone ទៅទៅ provider ដែលយើង search នៅក្នុង trading view ចឹងដល់ពេលដែលយើង search ទៅជាមួយនឹង gap ហ្នឹងហើយយើងអមមកស្ដាំមកដល់ពេលទីផ្សារអស់ឡើងយើងចាប់ជាមួយឡើងនេះគឺជា sell side liquidity ចឹងយើងអាចដឹងថាទីផ្សារនេះជួនកាលពេលខ្លះគឺវាអាចនឹងធ្វើការចុះមកយកជាមួយនឹង gap ឡើងហ្នឹងហើយវាឡើងទៅលើវិញ gap ដែលដាច់ហ្នឹងគឺវាឡើងទៅលើវិញហើយឡើយនេះគឺជា sell side liquidity គ្រាន់តែនេះគឺវាមិនមែន win rate 100% ទេគឺវាអត់បង្ហាញជាមួយនឹង win rate 100%ទេគ្រាន់ថាគឺយើងអាចយកវាមក combo គ្នាបានដោយ win rate គឺអាចបានចន្លោះពី70ទៅ 80% គឺវាបានដល់ 100% ណាគ្នាអញ្ចឹងនៅពេលដែលយើងចាប់យកជាមួយនឹងឡើយនេះជា gap ហើយទីផ្សារនៅពេលដែលវាចុះវិញណាយើងចាំមើលនៅពេលដែលវាចុះវិញវាចោលជា weak rejection គឺអាចធ្វើការ hold line ធ្វើការចូលបាយបានអញ្ចឹងនៅពេលដែលយើងបានជាមួយនឹង clear asset up ចាស់ហើយជួនកាលវាខ្លះអ្នកគ្នាវាអត់ចុះមកនៅពេលដែលចាំថ្ងៃច័ន្ទយកហ្មងហើយជួនកាលវាខ្លះវានឹងធ្វើការចុះមកនៅចុងសប្តាហ៍វិញទៀតអញ្ចឹងបានយើងមានជាមួយនឹង new day opening gap ដើម្បីជាជំនួយអ្នកគ្នា trade ប្រចាំថ្ងៃបានចឹងនៅពេលដែលយើងឃើញទៅជាមួយនឹង new week opening gap ដែលវាអត់តន់ចុះមកយកយើងនឹងដឹងហើយក្នុងរយៈពេលពេញមួយសប្តាហ៍ហ្នឹងដែលវាបានដើរហ្នឹងគុំតែមានពេលមួយគឺវានឹងធ្វើការចុះមកយកជាមួយនឹង new week opening gap ហ្នឹងហើយឧទាហរណ៍ថាសិស្សគ្នាយើងឃើញតម្លៃទីផ្សារនៅលើហ្នឹងចឹងយើងដឹងហើយអូបើសិនក្នុងថ្ងៃថាផ្សារហ្នឹងវាឡើងមកយក liquidity ខាងលើនេះហើយស្រួលវាអាចនឹងចុះមកយក low នេះសិនហើយតោះវាឡើងទៅវិញឬក៏មួយទៀតវា super high ចឹងហើយវាចុះទៅរហូតចេះចុះទៅចេះរហូតវាអាចនឹងចឹងព្រោះដោយសារនេះគឺវាអាចមានទូនទីជាមួយនឹង order block ដែលយើងអាចយកវាមកធ្វើជាកន្លែងដើម្បីធ្វើការរងចូលផ្សារហ្នឹងវា reverse ឡើងទៅវិញហើយមួយទៀតគឺយើងអាចរកមើលជាកន្លែងមួយដើម្បីរកជាមួយនឹង buy us ផុសសប្តាហ៍ឬក៏ទៅជាមួយនឹងលំហូរទីផ្សារប្រចាំសប្តាហ៍បានដែលយើងដឹងថាអូទីទៀតផ្សារនឹងអាចចុះមកយកជាមួយនឹង gap មួយហ្នឹងហើយបើសិនជាក្នុងថ្ងៃថាវាអត់តន់ចុះដូចអានេះថ្ងៃពុធហើយប៉ុន្តែវាអត់តន់ចុះមកយកទេអញ្ចឹងឧទាហរណ៍យើងនៅក្នុងថ្ងៃពុធហ្នឹងយើងដឹងថាអូស្រួលអញថ្ងៃពហុឬថ្ងៃសុក្រផ្សារនឹងអាចចុះមកយកទេអូខេអញ្ចឹងឥឡូវយើងចាំមើលទាំងអស់គ្នាgap វា sweep high តាមដែលយើងនិយាយហ្នឹងហើយបន្តចុះមកយកlạiនឹងមែនអញ្ចឹងឧទាហរណ៍ថាបើសិនក្នុងថ្ងៃថាគ្នាយើងឃើញថាទីផ្សារហ្នឹងវានៅតម្លៃប៉ុណ្ណេះបន្ទាប់មក gap គឺនៅខាងក្រោមអញ្ចឹងគឺយើងអាចដឹងទៅមួយចំណុចមួយបើសិនក្នុងថ្ងៃថាវាចុះខ្លាំងប៉ុន្តែគឺវាអត់តន់លក្ខណៈចុះមកយកជាមួយនឹង gap ហ្នឹងទេទៅទៀតគឺវានឹងធ្វើការចុះមកយកជាមួយនឹង gap មួយហ្នឹងហើយឃើញទេចាំមើលឃើញបឹបស៊ីឃើញទីផ្សារគឺបានចុះមកយកជាមួយនឹង gap ហ្នឹងឧទាហរណ៍បើសិនក្នុងថ្ងៃថាគ្នាយើងត្រូវតាម order flow គ្នាធ្វើការ sell ស្របជាមួយលំហូរទីផ្សារយើងធ្វើការ sell បន្តតែខណៈនេះគឺយើងធ្វើការជាមួយនឹង set up ឲ្យត្រឹមត្រូវយើងធ្វើការ sell ដែល TP យើងដាក់នៅក្នុង around តទៅជាមួយនឹង order block មួយហ្នឹងតែដោយសារថ្ងៃនេះគឺវាតទៅជាមួយនឹងFOMC គឺនៅម៉ោង1គឺផ្សារវាកវត្តមែនតើ interest rate ហ្នឹងគឺវាកវត្តខ្លាំងមែនតើអញ្ចឹងគឺយើងអត់ count ទេក៏ប៉ុន្តែគឺយើងអាចយកវាធ្វើជា buy us ប្រទីផ្សារបានដែលយើងដឹងថាអូទីទៀតផ្សារហ្នឹងវានឹងចុះមកយកជាមួយនឹង gap ហ្នឹងហើយប៉ុន្តែ gap នេះគឺវាតាន់តែប៉ះហើយហ្នឹងហើយគឺមិនគឺវាអាចជួយយើងថាកុំឲ្យយើង FOMO បានឧទាហរណ៍ថាគ្នាឃើញថាផ្សារចុះខ្លាំងគ្នាយើងចង់ចូល sell នៅកន្លែងបាតនេះឃើញចង់ចូល sell កន្លែងបាតដែលវាបាន react ជាមួយនឹង gap ហ្នឹងហើយអញ្ចឹងគឺយើងចង់ធ្វើការចូល sell បន្តគឺយើងបែរជាឃើញថាអូឥឡូវនេះមានជាមួយនឹង gap អញ្ចឹងយើងអាចធ្វើកាត់បន្ថយជាមួយនឹងអាកូនចិត្តមួយចង់ចូល sell ហ្នឹងអញ្ចឹងយើងបែរជា cancel ការចូល sell ដែលយើងរកជាមួយនឹង setup ចូល buy ឬក៏យើងអត់ធ្វើការ trade យកហ្មងអញ្ចឹងចាំមើលហេតុបើសិនយើង sell គឺចាប់បាត់ហើយក្នុងឡងពេលហ្នឹងអញ្ចឹងឥឡូវនេះដោយសារនេះវាជា FOMC ផ្សារហ្នឹងគឺអត់មាន direction ច្បាស់លាស់ហើយប៉ុន្តែវាអាចដើរជាទូនទីជា buy us បាន buy us ហ្នឹងមានន័យថាដូចតទៅជាមួយនឹងលំហូរទីផ្សារដែលវានឹងធ្វើការចុះមកយកឬក៏ direction ទីផ្សារលំអៀងទៅខាងណាឡើងទៅលើឬក៏ទៅក្រោមអញ្ចឹងណាអូខេតោះឥឡូវយើងមកធ្វើការរកជាមួយនឹង new week opening gap មួយទៀតអញ្ចឹងនៅកន្លែងនេះគឺយើងបានឃើញថាវាបានបង្កើតជាមួយនឹង fresh new week opening gap មួយដែលវាអត់តបានឡើងមកយកហើយ react ចុះទៅខ្លាំងឯងវាគ្រាន់តែប៉ះឲ្យចុះប៉ុន្តែគឺវាអត់តមានអាធំមួយក៏លំហូរទីផ្សារធំមួយប៉ះហើយហ្នឹងហើយ react ចុះឯងអញ្ចឹងគាត់ថាយើងចាប់កន្លែងហ្នឹងមកយើង identify កន្លែងហ្នឹងមកហើយយើងធ្វើការ mark up ទុកថាកន្លែងហ្នឹងគឺជាគេយើងដាក់មកថាចេះ new week opening gap យើងអាចដាក់ថា NWOG ចេះអានេះគឺ new week opening gap យើងគ្រាន់តែ mark up ចោលចឹងទៅហើយយើង identify ទៅជាមួយនឹង buy side liquidity កន្លែងហ្នឹងមួយមកហើយនេះគឺជា buy side liquidity គ្រាន់តែអ្នកនាងឃើញនេះគឺជា new day opening gap ទៀតតែការបង្ហាញលេខនេះមួយអញ្ចឹងឥឡូវយើងឃើញថាកន្លែងជា buy side liquidity ហើយបន្តមកវាមានជាមួយនឹង new week opening gap ចាំមើលគឺផ្សារគឺវាបានឡើងមកយកកន្លែងហ្នឹងមែនឃើញអត់ហើយវាបានផ្ដាច់ជាមួយ liquidity គ្រាន់តែវាអត់ត sweep ទេចាំមើលថាតើ new week opening gap ហ្នឹងវាតាន់ដល់កម្រិតណាអ្នកគ្នាឃើញអត់វាបានឡើងទៅផ្ដាច់វាចាក់ sweep អានេះគឺយើងហៅថាជា liquidity sweep ឯងប៉ុន្តែគឺវានៅតែរក្សា strong
នៃ new week opening gap ហ្នឹងអ្នកគ្នាមើលជាមួយនឹង time frame 4ម៉ោងឃើញវាចោលជា week rejection គឺស្អាតខ្លាំងមែនតើអញ្ចឹងគឺយើងអាចធ្វើការយកកន្លែងហ្នឹងធ្វើជា order block ដើម្បីធ្វើការចូល sell បានដោយពេលដែលវាបានបង្កើតជាមួយនឹង liquidity sweep កន្លែងហ្នឹងហើយវាបាន react ជាមួយ new week opening gap ហ្នឹងហើយវាបានបង្កើតជាមួយនឹង new week opening gap មួយទៀតនៅកន្លែងមួយនេះដោយវាបានបិទផ្សារនៅថ្ងៃគេនៅថ្ងៃសៅរ៍ម៉ោង1ពេលយប់ឯង1អានេះវាអាចតែម៉ោង3ទេដោយសារខ្ញុំប្រើ time frame 4ម៉ោងអញ្ចឹងម៉ោង3ហើយវាបើកវិញគឺនៅម៉ោង5យើងមើល time frame 1 hour អ្នកគ្នាឃើញអត់ឃើញទេអញ្ចឹងមកថាកន្លែងហ្នឹងគឺយើងអាចពេញ sell ពេញលេងបានហើយចាំមើលនៅពេលទីផ្សារគឺវាមាន new week opening gap 2ជាន់លើគ្នាចាំមើលបឹបប៉ះកន្លែងនេះមកយើងអាចធ្វើការ identify ធ្វើការចូល sell ឬក៏យើងរកមើលកន្លែងដើម្បីធ្វើការចូល sell បានឃើញទេឃើញអត់ឃើញអត់ណាឃើញវាប៉ះកន្លែងហ្នឹងហើយគឺវាចុះទៅក្រោមមកទំហឹងហ្មងហើយនេះគឺបានបិទផ្សារនៅថ្ងៃសៅរ៍ម៉ោង3ហើយបើកផ្សារវិញនៅម៉ោង5ថ្ងៃច័ន្ទហើយបាន react ចុះទៅស្អាតខ្លាំងមែនតើអញ្ចឹងគ្នាយើងធ្វើការយកជាមួយនឹង time frame 4ម៉ោងមកយើងអាចធ្វើការ mark up ជាមួយនឹង BPR ឬក៏ order block ផ្សេងៗដើម្បីធ្វើការចូលបានអូខេគូប៉ះជាមួយនឹង BPO ឲ្យចុះទៅស្អាតខ្លាំងមែនតើអញ្ចឹងអានេះគឺជាយុទ្ធសាស្ត្រមួយដែលគ្នាយើងគួរតែចេះគួរតែដឹងសម្រាប់តែគាត់ជា intraday ឬគាត់ចង់មើល direction ទីផ្សារ for the whole week for the whole month អញ្ចឹងអានេះគឺជាអីដែលខ្ញុំធ្វើការបញ្រៀនបញ្យល់អ្នកគ្នាតទៅជាមួយនឹង new week opening gap ចុះតទៅជាមួយនឹង new day opening gap ម្ដងជាទូទៅពីច្រើន new day opening gap គេប្រើជាមួយនឹង time frame 1ម៉ោងឬក៏ time frame 15នាទីគឺគេអត់ប្រើ4ម៉ោងឬក៏1ម៉ោងដូចទៅនឹង new week opening gap ទេអញ្ចឹងឥឡូវនេះគឺយើងដើម្បីធ្វើការរកមើលជាមួយនឹង new day opening gap គឺយើងអត់មានពិបាកទេអ្នកគ្នាមើលផ្សាររងថ្ងៃមកដែលយើងមើលនៅពេលបិទផ្សារម៉ោង3កន្លះយប់ហើយបើកវិញគឺនៅម៉ោង5ព្រឹកអញ្ចឹងយើងគ្រាន់តែធ្វើការ mark up មកយើងដើររមកឥឡូវឧទាហរណ៍ថាអានេះគឺជាថ្ងៃពុធអញ្ចឹងយើងមើលយប់ថ្ងៃយប់អាកណ្ដាលយប់របស់វាបានបិទផ្សារវាមាន opening gap របស់វាអត់នេះដូចចន្លោះនេះដូចចន្លោះនេះគឺបានបង្កើតជាមួយនឹង new day opening gap របស់វាម៉ោង3:45គឺបើកវិញម៉ោង5ឃើញអត់ដែលយើងដែលទៅវាច្រើនណាស់របៀបនៃការចាប់យកវាទីផ្សារ sell គឺយើងយក low ហើយទីផ្សារ buy គឺយើងយក high របស់វានេះយើងចាប់ចាឥឡូវឧទាហរណ៍ថានេះជាទីផ្សារចុះអញ្ចឹងយើងចាប់ពេលវាកន្លែងបិទផ្សារមកបិទផ្សារគឺបិទនៅខាងក្រោមឯលំហូរទីផ្សារ sell ហើយទៅជាមួយនេះបើកវិញវាបាយជាបើកនៅលើហើយវាចុះអញ្ចឹងចាប់វាពីលើមកវិញអាចចាប់វាអញ្ចេះបានដោយសារតែ candle sell គឺចាប់ដើមពីខាងលើណាយើងចាប់ចឹងមកហើយយើងអស់មកឃើញអត់ see you see ចឹង new day opening gap នេះគឺល្អខ្លាំងមែនតើអញ្ចឹងឧទាហរណ៍ផ្សារនេះវាបើកផ្សារវាចុះទៅក្រោមទំហឹងហើយអ្នកគ្នាងើបមកពេលព្រឹកមកអាស៊ីគឺអ្នកគ្នាអាចធ្វើការមើលបានអូម៉ោង7គឺបាន rejection ហើយអញ្ចឹងយកបានចូលម៉ោង7ហ្នឹងឯងយើងបែរជាឃើញថាវាបានចុះមកហើយអញ្ចឹងយើងចង់រកកន្លែងដើម្បីធ្វើការ sell អញ្ចឹងយើងប្រើយុទ្ធសាស្ត្រយើងមកទៅជាមួយនឹង OTE យើងយក OTE យកមកវាស់យើងយក order block មកវាស់ទៅជាមួយនឹង BPR ឬក៏ FVG time frame 1ម៉ោងនិយាយវាស់ចឹងមកហើយយើងយកកន្លែងធ្វើការចូលហ្នឹងគឺយើងធ្វើការចូលនៅម្ដុំ OTE 0 SL យើងនៅលើនេះទៅដល់ TP យើងនៅខាងក្រោមនេះ Read យើងអាចនឹងធ្វើការយកដោយ1ទល់2ជឿមើលបបមុំតបានចូលគឺនៅក្នុងម៉ោង11គឺវាស្ថិតនៅក្នុងម៉ោងអាស៊ីដូចគ្នាម៉ោងអាស៊ីហើយម៉ោងលំដុនស្មែនតែគាត់ប្រើជាមួយនឹង new day opening gap ចឹងឃើញថាអែមខ្លាំងមែនតើយុទ្ធសាស្ត្រមួយនេះមិនថាអ្នកនេះប្រើជាមួយនឹង new week ឬក៏ new day ទេគឺយើងប្រើវាបានទាំងអស់គ្រាន់ថាទៅជាមួយនឹង new day opening gap គឺខ្ញុំ recommend អ្នកនេះប្រើតាម5នាទី5 10នាទីឬក៏ time frame ធំផុតគឺ1ម៉ោងដើម្បីធ្វើការរកមើលជាមួយនឹង gap ទាំងអស់ហ្នឹងចោលនិយាយបែបថ្ងៃអង្គារទៅជាមួយនឹងថ្ងៃអង្គារម៉ោង3ជាមួយនឹងម៉ោង5វាមានជាមួយនឹង gap ដែលវាបានបង្កើតអត់ដូចជាថ្ងៃនេះដូចជាអត់មានទេវាមានដែរគាត់ថាវាមានទូចនេះមានទូចចឹងយើងអត់យកទេអាទូចចេះយើងអត់យកទេយើងយកតែណាដែលធំហើយវាមានជាមួយនឹងចន្លោះឲ្យយើងអាចtrade បានអូខេឥឡូវយើងមកមើលកន្លែងនេះម្ដងទៅជាមួយ new day opening gap ដូចគ្នាដែលផ្សារហ្នឹងគឺវាបានបិទនៅខាងក្រោមនេះហើយបើកវិញនៅខាងលើតើអត់ចឹងយើងធ្វើការចាប់វាសិនមកយើងកំតត់អាចាប់យកកន្លែងនេះធ្វើការជាកន្លែង sell យកមកកំតត់អាយើងចាប់យកកន្លែងហ្នឹងសិនហើយយើងមើលថានៅពេលដែលផ្សារហ្នឹងវាបានឡើងទៅវិញវាបានចុះទៅក្រោមអត់អូខេវាបាយជាអត់ចុះតែវាបាយជាឡើងអញ្ចឹងគឺយើងបានដៃហើយយើងអាចយកវាមកធ្វើដូចទៅជាមួយនឹង breaker block ឬក៏ inversion fair value gap បានដែលយើងបដូរពីកន្លែងដែលធ្វើការ sell ហ្នឹងទៅជាកន្លែង buy វិញចាំមើលនៅពេលទីផ្សារហ្នឹងវាចុះមកដល់កន្លែងហ្នឹងវិញគឺយើងអាចធ្វើការរកកន្លែងមកធ្វើការ buy បានចាំមើលចុះឥឡូវនេះផ្សារគឺបានបង្កើតជាមួយនឹង sell side យើងឃើញថាមានជាមួយនឹង sell side ចឹងផ្សារហ្នឹងគឺវាអាចនឹងមានជាមួយនឹង flow ឬករណីមួយដែលផ្សារហ្នឹងគឺវានឹងធ្វើការចុះកន្លែងនេះហើយ push up ឡើងទៅលើចឹងពេលវាចុះមកវាឡើងគឺយើងអាចធ្វើការរកកន្លែងធ្វើការ buy បានហើយឃើញទេអែមនេះយើងអាចបាយពីម្ដុំនេះបានពេលដែលវាបាន reject ចឹងជាមួយវាឡើងទៅបន្តទៀតណាស៊ីយើងអាចធ្វើការ mark up កន្លែងធ្វើការបាយមកដោយសារនេះ time frame 5 10នាទីឯងចឹង SL របស់យើងគឺយើងអាចធ្វើការ
set up នៅខាងក្រុមនេះបានធំតែ10លេខទេទៅហើយ TP យើងគឺយើងយក20លេខឬក៏ relevant មួយទល់2អូខេ TP បាទអញ្ចឹងតើតើជាមួយនឹងមេនេះគឺមានប៉ុណ្ណឹងនេះបើសិនគ្នាយើងមានចម្ងល់មានសំណួរអាចធ្វើការ comment នៅខាងក្រោមនឹងបានឬក៏គ្នាអាចធ្វើការ research បន្ថែមបានចឹងវីដេអូនេះគឺមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ